ok đã chẳng là nắng nhau nông thành vì đặc biệt con phải ASA cho thằng nông switch vào dưới giống before bắt đầu bây giờ ban nhóm xanh mà thay dương anh connectតាមរយៈពុទ្ធីឬក៏តាមរយៈ console port ចូលទៅក្នុង switch របស់យើងហើយអញ្ចឹងបន្ទាប់ពីយើងបានlogin យើងចូលបានប៉ុណ្ណេះហើយអញ្ចឹងកន្លែងនេះអ្នកទាំងគ្នានឹងអាច config តាមខ្ញុំបានអូខេអញ្ចឹងខ្ញុំមានការសន្មត់មួយចំនួនដែលខ្ញុំបានដាក់អាសាញ IP ចូលទៅក្នុងនឹង direct តែម្ដងអញ្ចឹងខ្ញុំធ្វើការសន្មត់មួយសិនជប់សិនខ្ញុំរក touch ទៅសេតិចអូខេអញ្ចឹងខ្ញុំសន្មត់ IP address របស់វាគឺ 192.168.1.168 ហើយខ្ញុំសន្មត់ subnet វា 255.255.255.0 ហើយខ្ញុំសន្មត់ gateway វាគឺ 192.168.1.1 ហើយ SSH user គឺ admin ហើយ password គឺអូខេអញ្ចឹងខ្ញុំសន្មត់ប៉ុណ្ណេះអញ្ចឹងខ្ញុំចាប់ផ្ដើមចូលទៅក្នុង switch របស់យើង sorryអូខេអញ្ចឹងជំហានដំបូងគឺខ្ញុំត្រូវចូលទៅក្នុង enable mode តមកទៀតខ្ញុំចូលទៅ config terminal ហើយបន្តមកទៀតយើងអាចដូរ hostname បានឬក៏អត់ចង់ដូរ hostname ក៏បានដែរអញ្ចឹងយើងយកតែមិនអញ្ចឹងជំហានដំបូងគឺខ្ញុំចូលទៅក្នុង interface VLAN 1ហើយខ្ញុំ set IP ចូលទៅក្នុងVLAN interface មួយហ្នឹងហើយ subnet របស់វាគេអញ្ចឹងបន្តមកទៀតខ្ញុំ no shutdown មានន័យថាខ្ញុំ restart ទៅលើ interface VLAN កន្លែងមួយហ្នឹងបន្តមកទៀតខ្ញុំ exit វាខ្ញុំចេញពីinterface របស់ VLAN មួយហ្នឹងបន្តមកទៀតខ្ញុំដាក់ IP gateway អញ្ចឹង IP ខ្ញុំ set IP gateway ចូល default gateway អូខេបន្តមកទៀតខ្ញុំកន្លែងនេះបើយើងចង់ដូរ hostname ក៏បានមិនចង់ដូរក៏បានត្រង់ចំណុចទី5នេះពី recommend មកខ្ញុំចង់រយៈថ្ងៃនេះដូរ hostname ចឹងកុំឲ្យដាក់ switch ចឹង hostname ខ្ញុំដាក់ COREហើយខ្ញុំទៅទៀតខ្ញុំ set IP domain កន្លែងនេះយើងដាក់ domain របស់យើង IP domain ណាអញ្ចឹងdomain យើងឈ្មោះយើងដាក់ហ្នឹងទៅ AD របស់យើងអញ្ចឹងដូចជាអូខេអញ្ចឹងបន្តមកទៀតកន្លែងនេះគឺយើង generate key for ASA យើងចូលដល់ចំណុចបន្តនេះអញ្ចឹងយើង generate គឺយើងប្រើ command បែបនេះអូខេ command ហ្នឹងប្រើប៉ាំងអញ្ចឹងកន្លែងនេះចំនួនបាយគឺយើងសរសេរport សរសេរ20គុត48មកថាតមកទៀតយើង set user របស់ ASA អញ្ចឹងយើង set user ASA យើងវាយមក
username admin ហើយ privilege របស់វា15ចឹងកន្លែង privilege គឺយើងវាយ password របស់យើងអូខេបន្ទាប់ពីយើងធ្វើប៉ុណ្ណឹងហើយយើងត្រង់ចំណុចកន្លែងនេះគឺចំណុចទី8អាចថាយើង enable ASA ដើម្បី lock ដើម្បី enable remote ចូលមកអញ្ចឹងយើងចូលទៅក្នុង line VTY solo អូខេចឹងបន្ទាប់ពីយើងចូល line ហើយយើង transport វាមួយ transport input ASA តបមកយើង login local អូខេហើយយើង exit ចេញពី line អូខេត្រង់ចំណុចនេះគឺយើងបង្កើតយើងអាសា user ហើយយើងកន្លែងនេះយើង enable ASA version 2 ចូលអញ្ចឹងយើង IP ASA version 2អញ្ចឹងប៉ុណ្ណឹងអញ្ចឹងយើងធ្វើសម្រាប់ ASA យើងចប់ហើយប៉ុន្តែយើងត្រូវ save អញ្ចឹង save យើង exit ចូលទៅក្នុង configuration mode ហើយ write memory ចាំ write memory ហើយអូខេចាប់កាលនេះគេបងបងស្រីចាត់ខាងបងដាក់បងវានេះមិនបងឲ្យណាយកពេលកម្មគឺនៅចាំខាងហ្នឹងហើយបញ្ចប់វគ្គបញ្ចប់គឺយើងសូវ IP VLAN interface ដើម្បីដឹងថាយើងចង់ដឹងថា IP switch មួយហ្នឹង IP ប៉ុន្មានណាអញ្ចឹងយើងនិយាយពាក្យថា សូវ IP interface bridge អញ្ចឹងយើងមើលរបស់យើងនេះអញ្ចឹង IP VLAN របស់យើងនេះអញ្ចឹង IP នេះរបស់យើងអញ្ចឹងគ្រប់ port ដែលយើងចូលទៅក្នុង VLAN មួយហ្នឹងគឺដំណើរការបានអូខេហើយឬក៏មួយទៀតយើងអាច show IP ASA នេះយើង ASA របស់យើង enable ហើយអញ្ចឹងយើងអាច remote ចូលតាមរយៈ ASA បានអញ្ចឹងដើម្បី remote ចូលយើងភ្ជាប់ខ្សែ network ហ្នឹងពី switch របស់យើងចូលទៅក្នុង computer របស់យើងមួយមកយ៉ាលុបបាត់អូខេអញ្ចឹងនេះជា computer របស់យើងហើយនេះជា switch របស់យើងអញ្ចឹងយើងដកខ្សែ network មកខ្សែមកចូល port មួយណាក៏បានដែរហើយចូលទៅក្នុង port នេះរបស់យើងតោះទីយើងអាសា IP យើងចូលមកឲ្យ rank ដូចគ្នាមក1.1.1 សាអូខេតោះទីយើង ping ទៅរកswitch របស់យើងសិនរកឃើញអត់ចាប់យើង set IP ហើយចាំតិចវាដើរហើយវាស្គាល់ហើយអូខេនេះស្គាល់ណាចឹងតើបើយើង ping ស្គាល់យើងអាច remote តាមរយៈ ASA ចូលបានអញ្ចឹងអូខេខ្ញុំតេស្ត remote ASA ចូលទៅក្នុងនឹងតែម្ដងអញ្ចឹង ASA នេះ remote ASA ចូល user admin ហើយ connect មក password អូខេអញ្ចឹងខ្ញុំអាច remote ទៅកាន់ switch របស់ខ្ញុំបានតាមរយៈ ASA ចា៎អូខេប៉ុណ្ណឹង